ខ្ញុំខានធ្វើប្រភេទកូនទូតូចៗនេះដូចជាយូរដែរហើយអ្នកទាំងអស់គ្នាក៏ចូលចិត្តច្រើនដែរព្រោះខ្ញុំឃើញអាសាចូល comment ឲ្យខ្ញុំធ្វើប្រភេទអញ្ចឹងច្រើនឲ្យតែដឹងថាចូលចិត្តខ្ញុំណែខំប្រមូលกระดาษកេះមកទុកឡើងកឲ្យនេះតែគ្រាន់ថាម៉ូដប្រភេទអញ្ចឹងវាពិបាកក្នុងការធ្វើព្រោះខ្ញុំត្រូវចេញម៉ូដចេញຂະຫນាតឲ្យខ្លួនឯងអញ្ចឹងរៀងស្មុគស្មាញច្រើនដែរប៉ុន្តែអីទេខ្ញុំធ្វើតតែចេញហើយបើអ្នកទាំងអស់គ្នាចង់ធ្វើគឺយើងគ្រាន់តែមានកระดาษកេះដែលស្មើស្អាតអាឡងល្អមកព្រោះថាបើกระดาษកេះនឹងវាទក់វាបាក់វាអីក៏ធ្វើរបស់ចេញមកអត់ស្អាតដែរផ្នែកមួយគឺខ្ញុំបានដាក់ຂະຫນាតឲ្យទាំងអស់ហ្មងអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើអត់ចាំបាច់ស្មុគស្មាញដូចខ្ញុំទេធ្វើតែតាមខ្ញុំនឹងទៅគឺចេញហើយផ្នែកដបងគេនេះយើងដាក់វា2ជាន់មកហើយបើចន្លោះប្រហោងឡើងនឹងវិញគឺយើងប្រើសបកឡើងដូចគ្នានឹងយកមកបិទហើយបន្ទាប់មកយើងចាប់ផ្ដើមលាបថ្នាំពណ៌អញ្ចឹងបន្ទាប់ពីធ្វើគ្រប់ផ្នែកហើយអស់ហើយខ្ញុំចូលមកដល់ការផ្គុំខ្ញុំកាន់ប្រហាអញ្ចឹងឃើញមានផ្ទាំងខ្លះផ្ទាំងតែមួយទេប៉ុន្តែមាន2ពណ៌ម្ខាងផ្កាឈូកម្ខាងពណ៌ស្វាយដោយសារតែខ្ញុំចង់ highlight ពណ៌វាប៉ុន្តែបើអ្នកទាំងអស់គ្នាពិបាកក្នុងការលាបពណ៌អីមិនបាច់ទេដាក់តែមួយពណ៌ហ្នឹងមកក៏បានដែរសម្រាប់បាតវាអ្នកទាំងអស់គ្នាកាត់ຂະຫນាត13x25មកហើយត្រូវកាត់បាតຂະຫນាតប៉ុណ្ណឹងចំនួន2ព្រោះមានបាតលើបាតក្រោមផ្នែកខាងមុខនេះຂະຫນាតវា6កន្លះគុណនឹង25ដូចគ្នាហើយចូលមកដល់ប្រឡោះនៅខាងលើនេះវិញអ្នកទាំងអស់គ្នាកាត់ຂະຫນាតតាមខ្ញុំដាក់នឹងហើយចាំកាត់វាឲ្យចេញរាងកោងដូចខ្ញុំកាត់អញ្ចឹងទៅប៉ុន្តែបើមិនបាក់កាត់ឲ្យចេញរាងកោងអញ្ចឹងអ្នកទាំងអស់គ្នាកាត់គ្រាន់តែប្រឆិតចុះមកក្រោមធម្មតាហ្នឹងក៏បានដែរមួយនេះ6កន្លះគុណនឹង8កន្លះហើយខ្ញុំភ្លេចបញ្ជាក់អ្នកទាំងអស់គ្នាផ្នែកដែលនៅខាងលើហ្នឹងយើងដាក់กระดาษកេះតែមួយជាន់មកបានហើយជាមួយនឹងថតនេះក៏យើងដាក់กระดาษកេះតែមួយជាន់ដែរចំពោះຂະຫນាតវាបើបាត11x11កន្លះហើយផ្នែកមុខក្រោយហ្នឹង5កន្លះគុណនឹង12ហើយបើផ្នែកចំហៀងសងខាងវិញ5កន្លះគុណនឹង11កន្លះថតចូលសងខាងឲ្យហើយសិនចាំដាក់ផ្នែកដែលត្រូវខាន់ចែកຂະຫນាត13xនឹង5កន្លះចូលតែកេះមែនប៉ុន្តែខ្ញុំធានាឲ្យមកមកអ្នកទាំងអស់គ្នាបើចង់ដឹងចាំសាកធ្វើខ្លួនឯងសាកលោមើលណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយខ្ញុំខានធ្វើប្រភេទកូនទូតូចនេះដូចជាយូរដែរហើយអ្នកទាំងអស់គ្នាក៏ចូលចិត្តច្រើនដែរព្រោះខ្ញុំឃើញអាសាចូល comment ឲ្យខ្ញុំធ្វើប្រភេទអញ្ចឹងច្រើនឲ្យតែដឹងថាចូលចិត្តខ្ញុំណែខំប្រមូលกระดาษកេះមកទុកឡើងកឲ្យនេះតែគ្រាន់ថាម៉ូដប្រភេទអញ្ចឹងវាពិបាកក្នុងការធ្វើព្រោះខ្ញុំត្រូវចេញម៉ូដចេញຂະຫນាតឲ្យខ្លួនឯងអញ្ចឹងរៀងស្មុគស្មាញច្រើនដែរប៉ុន្តែអីទេខ្ញុំធ្វើតតែចេញហើយបើអ្នកទាំងអស់គ្នាចង់ធ្វើគឺយើងគ្រាន់តែមានកระดาษកេះដែលស្មើស្អាតអាឡងល្អមកព្រោះថាបើกระดาษកេះនឹងវាទក់វាបាក់វាអីក៏ធ្វើរបស់ចេញមកអត់ស្អាតដែរហើយផ្នែកមួយគឺខ្ញុំបានដាក់ຂະຫນាតឲ្យទាំងអស់ហ្មងអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើអត់ចាំបាច់ស្មុគស្មាញដូចខ្ញុំទេធ្វើតែតាមខ្ញុំនឹងទៅគឺចេញហើយផ្នែកដបងគេនេះយើងដាក់វា2ជាន់មកហើយបើចន្លោះប្រហោងឡើងនឹងវិញគឺយើងប្រើសបកឡើងដូចគ្នានឹងយកមកបិទហើយបន្ទាប់មកយើងចាប់ផ្ដើមលាបថ្នាំពណ៌អញ្ចឹងបន្ទាប់ពីធ្វើគ្រប់ផ្នែកហើយអស់ហើយខ្ញុំចូលមកដល់ការផ្គុំខ្ញុំកាន់ប្រហាអញ្ចឹងឃើញមានផ្ទាំងខ្លះផ្ទាំងតែមួយទេប៉ុន្តែមាន2ពណ៌ម្ខាងផ្កាឈូកម្ខាងពណ៌ស្វាយដោយសារតែខ្ញុំចង់ highlight ពណ៌វាប៉ុន្តែបើអ្នកទាំងអស់គ្នាពិបាកក្នុងការលាបពណ៌អីមិនបាច់ទេដាក់តែមួយពណ៌ហ្នឹងមកក៏បានដែរសម្រាប់បាតវាអ្នកទាំងអស់គ្នាកាត់ຂະຫນាត13xនឹង25មកហើយត្រូវកាត់បាតຂະຫນាតប៉ុណ្ណឹងចំនួន2ព្រោះមានបាតលើបាតក្រោមផ្នែកខាងមុខនេះຂະຫນាតវា6កន្លះគុណនឹង25ដូចគ្នាហើយចូលមកដល់ប្រឡោះនៅខាងលើនេះវិញអ្នកទាំងអស់គ្នាកាត់ຂະຫນាតតាមខ្ញុំដាក់នឹងហើយចាំកាត់វាឲ្យចេញរាងកោងដូចខ្ញុំកាត់អញ្ចឹងទៅប៉ុន្តែបើមិនបាក់កាត់ឲ្យចេញរាងកោងអញ្ចឹងអ្នកទាំងអស់គ្នាកាត់គ្រាន់តែប្រឆិតចុះមកក្រោមធម្មតាហ្នឹងក៏បានដែរមួយនេះ6កន្លះគុណនឹង8កន្លះហើយខ្ញុំភ្លេចបញ្ជាក់អ្នកទាំងអស់គ្នាផ្នែកដែលនៅខាងលើហ្នឹងយើងដាក់กระดาษកេះតែមួយជាន់មកបានហើយជាមួយនឹងថតនេះក៏យើងដាក់กระดาษកេះតែមួយជាន់ដែរចំពោះຂະຫນាតវាបើបាត11x11កន្លះហើយផ្នែកមុខក្រោយហ្នឹង5កន្លះគុណនឹង12ហើយបើផ្នែកចំហៀងសងខាងវិញ5កន្លះគុណនឹង11កន្លះថតចូលសងខាងឲ្យហើយសិនចាំដាក់ផ្នែកដែលត្រូវខាន់ចែកຂະຫນាត13xនឹង5កន្លះចូលតែកេះមែនប៉ុន្តែខ្ញុំធានាឲ្យមកមកអ្នកទាំងអស់គ្នាបើចង់ដឹងចាំសាកធ្វើខ្លួនឯងសាកលោមើលណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយ